ឃើញភ្លើងហោះបែបនេះក៏ដឹងថាទឹកដៃចុងភៅក៏មិនធម្មតាដែរសម្រាប់បាយកូដុតកន្លែង EE នៅផ្សារថ្មីណារសជាតិឆ្ងាញ់មែនតើបងប្អូនបើនិយាយពីបាយកូដុតវិញរសជាតិប្រៃដិតសាច់គោផុយឆ្ងាញ់ញ៉ាំទៅចូលជាតិគ្នាជាមួយបាយណាអែមខ្លាំងណាស់បងប្អូនដែលមិនទាន់ញ៉ាំបាយអីឃើញវីដេអូនេះហើយហែវហើយពួកអីកន្លែងបាយកូដិត EE សាថ្មីនេះគឺគាត់ធ្វើម្ដងបាទ4ចានតែម្ដងក៏ដាក់តម្រួតលើគ្នាហើយបើនិយាយពីភ្លើងវិញហោះសឹងផុតក្បាលខ្ញុំថតនេះសឹងថាកិច្ចអត់ចង់តន់ប៊ីឆេសអស់នៅពេលដែលបងប្អូនទៅញ៉ាំមិនបាច់ភ័យថារងចាំយូរដោយសារតែកន្លែងរបស់គាត់នឹងធ្វើលឿនសម្រាប់បាយកូដិតណាហើយគាត់ប្រទេសដៃគាត់ធ្វើហ្នឹងគាត់កម្ដៅនៅលើភ្លើងយ៉ាងក្ដៅហើយបានគាត់ដាក់តសាច់ចូលដាក់គ្រឿងចូលឆ្អិនយកទៅមកគាត់មិនមែនធ្វើម្ដងមួយចានទេគាត់ធ្វើម្ដង4ចានតម្រួតលើគ្នាតែម្ដងមកអញ្ចឹងភ្ញៀវទៅញ៉ាំអីគាត់រងចាំតែមួយផ្លែទេបានញ៉ាំហើយលើកមកគឺពុះគ្រុចចឹងម្ដងបងប្អូនឡើងឈ្ងុយជាតិមកសម្រាប់បាយកូដុតរបស់គាត់គឺមានរសជាតិដូចជាសាច់គោមានរសជាតិត្រីខមានរសជាតិគ្រឿងសមុទ្រហើយតម្លៃធូរថ្លៃទេគឺសម្រាប់សាច់គោមួយចានត្រឹមតែ7000ហើយដូចជាត្រីខក៏7000ដែរប៉ុន្តែគ្រឿងសមុទ្រតម្លៃ10000រៀលរសជាតិបាយកូដុតកន្លែងគាត់គឺឆ្ងាញ់លេខ1ឆ្ងាញ់ជាងរសជាតិផ្សេងដោយសារតែជាតិសាច់និងជាតិគ្រឿងដែលគាត់ធ្វើគឺរសជាតិប្រៃដិតញ៉ាំជាមួយបាយគឺឆ្ងាញ់ល្មមតែម្ដងបើសិនជាស្ទើប្រៃបងប្អូនអាចថែមជាមួយនឹងទឹកម្ទេសនេះបានដោយសារតែវាបង្កើននៃរសជាតិបាយកូដុតនោះឲ្យកាន់តែមានរសជាតិឆ្ងាញ់ហើយសាច់គោញ៉ាំទៅមានជាតិដោយសារតែគាត់មានរបៀបរូបមន្តគាត់ធ្វើដាក់ជាមួយនឹងទឹកសោះហ្មិចសាច់គាត់គឺចូលជាតិល្អមែនតើញ៉ាំទៅដឹងថាឆ្ងាញ់មកបើរសជាតិត្រីខរសជាតិធម្មតាទេបងប្អូនហើយរសជាតិអត់សូវដិតមែនទេទាំងរសជាតិត្រីខនិងរសជាតិគ្រឿងសមុទ្រអីជាដើមតើយើងថែមទឹកម្ទេសពីលើអីទៅបានញ៉ាំទៅមានជាតិឆ្ងាញ់ឈ្ងុយអញ្ចឹងណាតែបើបងប្អូនអត់សូវចូលចិត្តរសជាតិដិតហើយនឹងរសជាតិគ្រឿងសមុទ្រត្រីខឲ្យបងប្អូនអាចកំងញ៉ាំបានពីមុខហ្នឹងសម្រាប់ admin វិញគឺដឹងតែបាយកូដុតរសជាតិសាច់គោហើយthe best ហ្មងយីមែនឆ្ងាញ់បងប្អូនទៅញ៉ាំចង់កំងរសជាតិសាច់គោសុទ្ធក៏បានឬក៏ចង់លាយសាច់គោគ្រឿងសមុទ្រឬក៏ត្រីខចូលគ្នាក៏បានដែរគ្រាន់តែថាតម្លៃពិសេសតាមនឹងអីចឹងណាតម្លៃរបស់គាត់មិនមែនមានត្រឹមតែបាយកូដុតមួយមុខទេមានគ្រឿងសម្លមានប្រភេទមុខម្ហូបផ្សេងជាច្រើនប្រភេទទៀតណាអញ្ចឹងបងប្អូនដែលនៅម្ដុំផ្សារថ្មីមិនថាអ្នកធ្វើការនៅម្ដុំផ្សារធំថ្មីឬក៏អ្នកចង់ញ៉ាំបាយកូដុតដែលមានរសជាតិឆ្ងាញ់ចង់ស្វែងរកទីតាំងឬក៏ចង់មកសាកញ៉ាំបាយកូដុតដែលមានរសជាតិឆ្ងាញ់នេះអាចមកញ៉ាំនៅហាង EE ផ្សារធំថ្មីបាយកូដុតបានគឺទីតាំងនៅលើផ្លូវ118កែង61ផងដែរឆ្ងាញ់មិនឆ្ងាញ់អាស្រ័យលើបងប្អូនមកញ៉ាំដោយខ្លួនឯងហើយសួរតែបងប្អូនដែលធ្លាប់ញ៉ាំកន្លែងគាត់ហើយមើលតែភ្ញៀវនៅក្នុងហាងនេះគឺដឹងហើយម៉ោង11 12មិនទាន់ទេគឺដឹងតែណែនតែម្ដងណាបាយត្រូវការស្វែងរកទីតាំងអាហារឆ្ងាញ់មែនទេទាញយក app អបសុកណាស់ឥឡូវនេះ